បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមកបង្ហាញអំពីជំងឺដែលកើតមានទៅលើដំណាំត្រសក់ផ្អែមបាទនៅពេលដែលទ្រីបឬក៏ពពុះរុយសជាពិសេសហ្នឹងគឺពពុះរុយសតែម្ដងនៅពេលដែលវាចូលមករីកត្បាតត្រសក់ផ្អែមរបស់យើងតើត្រសក់ផ្អែមរបស់យើងនៅពេលដែលវាកើតជំងឺបាទអាការៈរបស់វាបែបម៉េចហើយបាទលក្ខណៈសម្គាល់នៃការកើតជំងឺហ្នឹងបែបម៉េចបាទជាទូទៅនៅពេលដែលពពុះរុយសបាទរីកត្បាតចូលមកត្រសក់ផ្អែមរបស់យើងបាទអាការៈដែលកើតទៅលើត្រសក់ផ្អែមមុនគេនោះគឺបាទអាការៈរុញស្លឹកអញ្ចឹងនៅពេលដែលបាទរុញស្លឹកជាពិសេសហ្នឹងគឺនៅរុញនៅចុងត្រួយនៅពេលដែលអាការៈរុញស្លឹកបែបហ្នឹងយើងគួរតែមានវិធានការអ្វីនៅក្នុងការបាទទប់ស្កាត់អញ្ចឹងបើសិនជាបាទនៅក្នុងការដាំត្រសក់ផ្អែមមានពពួករុយសឬក៏ពពួកទ្រីបចូលមកច្រើនយើងគួរណាតែប្រើប្រាស់បាទថ្នាំគីមីដើម្បីបាទបាញ់កម្ចាត់វាម្ដងមានន័យថាយើងប្រើប្រាស់បាញ់កម្ចាត់ម្ដងទាំងអស់ហើយយើងសង្កេតមើលថាតើនៅពេលដែលយើងបាញ់ថ្នាំគីមីហើយតើពពួកសត្វល្អិតទាំងអស់ហ្នឹងគឺបាត់ហើយនៅហើយនៅពេលដែលយើងសង្កេតឃើញថាវាបាទនៅមានតិចតួចគឺយើងបាទប្រើប្រាស់ទឹកខ្មេះយើងប្រើបែបស្រាលហើយយើងបាញ់ជាប្រចាំថ្ងៃរហូតតតែយើងសង្កេតឃើញថាវាបាត់អស់គឺយើងបន្ថយមកបាទបាញ់3ថ្ងៃម្ដងប៉ុន្តែចំពោះទឹកខ្មេះដែលយើងប្រើគឺយើងមិនគួរណាប្រើបែបស្រាលនៅក្នុងទឹក25មីលីលីត្រតើយើងគួរតែដាក់ប្រមាណអញ្ចឹងខ្ញុំរីកមិនឲ្យដាក់បាទពី50ទៅ100មីលីលីត្រហើយបើសិនជាយើងដាក់លើសពីហ្នឹងចំពោះត្រសក់ផ្អែមបញ្ហារបស់វានោះគឺនៅពេលដែលយើងប្រើប្រាស់ទឹកខ្មេះច្រើនលើសកម្រិតទៅគឺធ្វើឲ្យបាទគែមនៃស្លឹកត្រសក់ផ្អែមគឺវាចាប់ដើមខ្លោចមិនត្រឹមតែបាទស្លឹកដែលចាស់ខ្លោចទេសូម្បីតែនៅចុងត្រួយក៏ខ្លោចដូចគ្នាដែរហើយវាធ្វើឲ្យត្រសក់ផ្អែមរបស់យើងអាចនឹងបង្អាក់នៃការលូតលាស់នៅពេលដែលយើងប្រើគឺយើងប្រើបែបស្រាលបាញ់ទៅលើត្រសក់ផ្អែមដោយសារតែត្រសក់ផ្អែមវាជាប្រភេទបាទរុក្ខជាតិដែលងាយនឹងទទួលហានិភ័យពីសត្វល្អិតខ្លាំងមែនទែនចំពោះអាការៈដែលកើតនៅលើត្រសក់ផ្អែមនៅពេលដែលកើតហើយតើយើងគួរតែទុកបន្តឬក៏ដកចោលចំពោះត្រសក់ផ្អែមបើសិនជាវាចេញអាការៈបាទធ្ងន់ធ្ងរគឺយើងដកចោលអញ្ចឹងខ្ញុំមាន2ចំពោះអាការៈដែលកើតលើត្រសក់ផ្អែមយើងគួរតែបន្តទុកគឺយើងត្រូវតែសង្កេតមើលថានៅពេលដែលយើងចាប់កាន់ស្លឹកត្រសក់ផ្អែមឃើញថាវានៅទន់ហើយមួយវិញទៀតនៅពេលដែលយើងអត់តបាច់ថ្នាំបង្ការគឺយើងត្រូវមើលនៅពេលដែលយើងបើកមកមានសត្វល្អិតនៅក្នុងហ្នឹងមានថាវានៅក្នុងដំណាក់កាលមួយគេហៅដំណាក់កាលកតាលគឺយើងអាចបាទស្រោចស្រង់ត្រសក់ផ្អែមរបស់យើងឡើងមកវិញបានមានថានៅមានសង្ឃឹមតែជួយត្រសក់ផ្អែមរបស់យើងត្រឡប់មកដូចដើមវិញបានប៉ុន្តែនៅក្នុងករណីដែលយើងដកចោលគឺមានន័យថាជាករណីធ្ងន់ធ្ងរហើយអញ្ចឹងកំណត់សម្គាល់ដូចម្ដេចទើបយើងត្រូវតែដកដើមហ្នឹងចោលមូលហេតុហ្នឹងវាមាន3ចំណុចពុកម៉ែបងប្អូនគ្នាចំណុចទី1គឺយើងត្រូវតែពិនិត្យមើលថាតើស្លឹកត្រសក់ផ្អែមរឹងឬអត់បើសិនជារឹងគឺយើងត្រូវតែមើលចំណុចបន្ទាប់ទៀតគឺនៅពេលដែលស្លឹករឹងហើយតើមានបាទស្នាមអុជលឿងបៃតងនៅលើស្លឹកត្រសក់ផ្អែមនឹងដែរទេអញ្ចឹងមិនថាស្លឹកលាតឬក៏ស្លឹករួញក៏ដោយអញ្ចឹងជួនកាលស្លឹករួញខ្លះប៉ុន្តែអត់មានអាការៈទាំង3ចំណុចហ្នឹងដែលកើតនៅលើត្រសក់ផ្អែមគឺយើងគួរតែបន្តទុកប៉ុន្តែបើសិនជាអាការៈនៃការឃើញមានលឿងបៃតងនៅលើស្លឹកមានថាអុចលឿងបៃតងនៅលើស្លឹកបាទអាហ្នឹងគឺជាចំណុចទី2ហើយចំណុចទី3ដើមក្រិនអញ្ចឹងយើងត្រូវទុករយៈពេលបាទ2ទៅ3ថ្ងៃបើយើងសង្កេតឃើញថាដើមមិនលូតលាស់បាទទៅមុខបន្តទៀតទេគឺមានន័យថាដើមក្រិនអញ្ចឹងយើងបាទគួរតែដកចោលប៉ុន្តែចំណុចដែលខ្ញុំផ្ដោតសំខាន់ជាងគេនៅពេលដែលឆ្លងវីរុសចំណុចទី2យើងគួរតែដកចោលនោះគឺចំណុចដែលកើតមានបាទចំណុចអុចលឿងបៃតងអញ្ចឹងមានន័យថាឲ្យតែឃើញបាទលឿងបៃតងគឺយើងត្រូវតែដកចោលតើមូលហេតុអីយើងចាំបាច់ត្រូវដកចោលក៏ដោយសារតែបើសិនជាយើងនៅតែបន្តទុកវានឹងរីករាលដាលបាទឆ្លងទៅដើមបាទផ្សេងទៀតអញ្ចឹងនៅពេលដែលឆ្លងទៅដើមផ្សេងទៀតអញ្ចឹងវានឹងបាទ
បន្តពីដើមមួយទៅដើមមួយចឹងអាការៈនៃការកើតគឺវាលឿនខ្លាំងមែនតើគឺដូច coronavirus ចឹងហើយគឺយើងត្រូវតែដកដើមចោលដើម្បីបង្ការមិនឲ្យឆ្លងបាទទៅដើមផ្សេងទៀតទេបាទវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាពុកម៉ែបងប្អូនអ្នកគ្នាមានចម្ងល់អីបាទពុកម៉ែបងប្អូនអ្នកគ្នាអាច comment នៅខាងក្រោមវីដេអូហ្នឹងបានសូមអរគុណ